វិធីលបោយប្រចាំថ្ងៃនាំមកជូនផ្ដាច់មកដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទសូមស្វាគមន៍ប្រិយមិត្តអ្នកគ្នានៅក្នុងកម្មវិធីលបោយប្រចាំថ្ងៃឬក៏ Daily Tip នៅក្នុងវគ្គថ្មីប្រធានបទថ្មីមួយទៀតហើយប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះគឺការចិត្តសម្បកខ្ញីបាទលោកអ្នកទទួលជ្រាបហើយខ្ញីកាន់តែចាស់កាន់តែហឹលហើយខ្ញីមួយចំនួនគឺសម្បកស្ដើងមែនតែម្ដងបើសិនជាយើងប្រើកបិតចិត្តត្រូវអស់សាច់ខ្ញីញ៉ាំហើយវិធីសាស្ត្រចង់ដឹងថាចិត្តសម្បកខ្ញីឲ្យមានភាពងាយស្រួលហើយសល់បាទសាច់ខ្ញីញ៉ាំយ៉ាងណានោះសូមទស្សនាទាំងអស់គ្នានៅពេលនេះយើងនឹងបង្ហាញលោកអ្នកតាក់ទងទៅនឹងការយកសម្បកខ្ញីចេញពីផ្លែខ្ញីថាតើគួរធ្វើបែបណាដើម្បីឲ្យខ្ញីនៅសភាពល្អនៅពេលនេះគឺវិធីសាស្ត្ររបស់យើងប្រើស្លាបព្រាយើងយកស្លាបព្រាកោសទៅលើខ្ញីនោះសម្បកខ្ញីគឺមកតែសម្បកសាច់ដោយសាច់សម្បកដោយសម្បកគឺមិនមានការបាត់បង់សាច់ខ្ញីច្រើនជាទូទៅខ្ញីមានសភាពស្មុគស្មាញក្នុងការចិតមានក្រឡុកក្រលាក់ច្រើនឆ្វេងស្ដាំដូច្នេះយើងត្រូវកាត់វាហើយយកស្លាបព្រាកោសលទ្ធផលដែលយើងបានសម្បកខ្ញីគឺចេញមកគ្មានជាប់សាច់ខ្ញីច្រើនបាទប្រិមត្តបានទស្សនាហើយនៃវិធីសាស្ត្រមួយទៀតសម្រាប់ការចិតសម្បកខ្ញីដោយប្រើប្រាស់ដោយស្លាបព្រាពីព្រោះថាប្រើកបិតអាចអស់សាច់ខ្ញីច្រើនប្រើស្លាបព្រាគ្រាន់តែយើងយកទៅកោសទៅគឺអស់តែសម្បកខ្ញីទេសាច់ខ្ញីអត់ដល់យូរទេអរគុណសូមផ្សាយជូនដល់ប្រិមត្តអ្នកគ្នាដែលចូលចិត្តញ៉ាំឆាខ្ញីអរគុណនៅពេលនេះខ្ញុំបាទរតនាសូមអរគុណសូមគោរពលាជួបគ្នានៅប្រធានបទថ្មីមួយទៀតនៅក្នុងកម្មវិធីលបោយប្រចាំថ្ងៃ